នេះជាទីដែលខ្ញុំដាំនៅកាលីហ្វ័រញ៉ារដ្ឋអាមេរិកនេះនៅទីនេះក៏មានបន្លែអាស៊ីដែរជួនកាលបន្លែអាស៊ីគឺបាក់រកទទួលទានណាព្រោះនៅទីនេះសម្បូរបន្លែរបៀបបរទេសនេះជាផ្ទីរបៀបស្រុកខ្មែរយើងហ្នឹងដែលខ្ញុំដាំបានហើយខ្ញុំនេះដកមកទាំងកូនទាំងដើមដើម្បីយកមកទុកធ្វើជាបន្លែសម្រាប់ស្លរហើឬក៏ដាក់ទៅជាបន្លែសន្លឹកខៀវដើម្បីស្លកកូអីអាចជំនួសបានចា៎ហើយទីនេះអាចដាំបានដូចជាស្រុកបាសស្រុកអីហ្នឹងអាចដាំបានមិនប្រកាសថានៅទឹកដីអាមេរិកមិនអាចដាំបន្លែអាស៊ីបានទេចា៎ឲ្យតែយើងឧស្សាហ៍ប្រឹងប្រែងជាយាមនឹងដាំអ្វីៗនឹងមានគ្រប់សពសម្រាប់យើងក្នុងការយកមកធ្វើម្ហូបប្រចាំថ្ងៃ